ខ្ញុំកណាខ្ញុំសូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គសូមគោរពសម្ដេចទ្រង់អាយដាមលោកជំទាវអស់លោកស្រីអ្នកនាងកញ្ញានិងអ្នកសារព័ត៌មានទាំងអស់ជាទីគោរពជាទីមេត្រីក្នុងក្របខ័ណ្ឌក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃខ្ញុំកណាខ្ញុំសូមអនុញ្ញាតជូននៅសេចក្តីសង្ខេបមួយចំនួននៃអនុក្រឹត្យស្តីអំពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំដោយមានខ្លឹមសារដូចតទៅជំពូក1បទបញ្ញត្តិទូទៅមាត្រា1អនុក្រឹត្យនេះកំណត់អំពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពនៅតាមទីតាំងរស់នៅប្រមូលផ្ដុំដើម្បីធានាដល់សន្តិសុខសុវត្ថិភាពសង្គមនិងសណ្ដាប់ធ្នាប់សាធារណៈមាត្រា2អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះប្រធានអង្គភិបឬម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំនិងអ្នកស្នាក់នៅតាមទីតាំងរស់នៅប្រមូលផ្ដុំនៅក្នុងព្រះរាជាណាចក្រកម្ពុជាលើកលែងតែកន្លែងស្នាក់នៅប្រមូលផ្ដុំរបស់កងយុទ្ធពលខេមរៈភូមិន្ទនិងកងកម្លាំងនគរបាលជាតិមាត្រា3ខ្ញុំសូមលើកយកនៅវគ្គស័ព្ទសំខាន់ដែលប្រើនៅក្នុងអនុក្រឹត្យនេះហើយដែលត្រូវបានកំណត់និយមន័យដោយខាងក្រោមការត្រួតពិនិត្យរដ្ឋបាលសំដៅដល់ការធ្វើបច្ចុប្បន្នភាពបញ្ជីស្នាក់នៅផ្ទៀងផ្ទាត់មនុស្សនិងបញ្ជីឬការត្រួតពិនិត្យជាក់ស្ដែងនៅតាមទីតាំងរស់នៅប្រមូលផ្ដុំការគ្រប់គ្រងសន្តិសុខសុវត្ថិភាពគឺសំដៅទៅដល់ការបង្ការទប់ស្កាត់និងបង្ក្រាបអំពើដែលបង្កឲ្យមានការប៉ះពាល់ដល់សន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈនិងការត្រួតពិនិត្យប្រព័ន្ធការពារសន្តិសុខជាប្រចាំទីតាំងរស់នៅប្រមូលផ្ដុំគឺសំដៅទៅទីសំណាក់ប្រមូលផ្ដុំនិងឬលំនៅឋានប្រមូលផ្ដុំនៃគ្រឹះស្ថានឬសហគ្រាសសាធារណៈឬឯកជនរួមមានបូរីខុនដូអាផាតមិនរីសតបឹងហ្គាឡូអគារសហកម្មសិទ្ធិរោងចក្រសហគ្រាសកសិដ្ឋានតំបន់សេដ្ឋកិច្ចពិសេសតំបន់ដីសម្បត្តិសេដ្ឋកិច្ចផ្ទះសំណាក់សន្តាគារអន្តេវាសិកដ្ឋានវត្តអារាមវិហារសាសនានិងមណ្ឌលថែទាំកុមារកំព្រាប្រធានអង្គភិបគឺសំដៅដល់បុគ្គលដែលត្រូវបានចាត់តាំងឲ្យដឹកនាំទទួលខុសត្រូវចំពោះទីតាំងរស់នៅប្រមូលផ្ដុំនៃស្ថាប័នឬអង្គភាពសាធារណៈរបស់រដ្ឋម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំសំដៅដល់កម្មសិទ្ធិករនៃទីតាំងរស់នៅប្រមូលផ្ដុំដែលជានីតិបុគ្គលឬរូបវ័ន្តបុគ្គលអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំសំដៅដល់ក្រុមប្រឹក្សាភិបាលឬគណៈកម្មាធិការគ្រប់គ្រងទទួលខុសត្រូវឬបុគ្គលដែលទទួលសិទ្ធិឬចាត់តាំងដោយអនុលោមតាមច្បាប់ដើម្បីឲ្យទទួលខុសត្រូវចំពោះទីតាំងរស់នៅប្រមូលផ្ដុំនៃគ្រឹះស្ថានឯកជនអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំអាចជាម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំប្រព័ន្ធការពារសន្តិសុខសុវត្ថិភាពសំដៅដល់ការបំពាក់ឧបករណ៍សម្ភារៈបច្ចេកទេសជាអាចប្រព័ន្ធកាមេរ៉ាសុវត្ថិភាពប្រព័ន្ធបង្ការនិងពន្លត់អគ្គិភ័យប្រព័ន្ធភ្លើងបំភ្លឺផ្លូវជណ្ដើរយន្តនិងច្រកចេញចូលអគារនិងឬបរិវេណនៃទីតាំងរស់នៅប្រមូលផ្ដុំប្រព័ន្ធការពារសន្តិសុខសំដៅដល់ការរៀបចំយន្តការឬវិធានការឬប្រព័ន្ធផ្ដល់សញ្ញាអាសន្នដល់រូបវ័ន្តបុគ្គលក្នុងកិច្ចការពារទប់ស្កាត់គ្រោះថ្នាក់ឬក៏ហានិភ័យដែលកើតឡើងជំពូកទី2ស្ថាប័នមានសមត្ថកិច្ចមាត្រា4ក្រសួងមហាផ្ទៃមានសមត្ថកិច្ចដឹកនាំអនុវត្តអនុក្រឹត្យនេះក្រសួងមហាផ្ទៃធ្វើប្រតិភូកម្មការងារគ្រប់គ្រងការស្នាក់នៅនិងការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំជូនរដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌរដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌត្រូវមានគណនេយ្យភាពចំពោះក្រសួងមហាផ្ទៃក្នុងការអនុវត្តការងារដែលបានទទួលប្រតិភូកម្មពាក់ព័ន្ធនឹងការគ្រប់គ្រងការស្នាក់នៅនិងការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំជំពូកទី3វិធានការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំមាត្រា5
អភិបាលនៃគណៈអភិបាលរាជធានីខេត្តក្រុងស្រុកខណ្ឌដែលមានតួនាទីជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌមានភារកិច្ចដឹកនាំត្រួតពិនិត្យនិងជំរុញការអនុវត្តការងារគ្រប់គ្រងការស្នាក់នៅតាមទីតាំងរស់នៅប្រមូលផ្ដុំមាត្រា6ស្នងការនគរបាលរាជធានីខេត្តនិងអធិការនគរបាលក្រុងស្រុកខណ្ឌមានតួនាទីជាសេនាធិការជូនអភិបាលនៃគណៈអភិបាលរាជធានីខេត្តក្រុងស្រុកខណ្ឌលើការរៀបចំផែនការនិងដឹកនាំគ្រប់គ្រងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ក្នុងការអនុវត្តផែនការការងារគ្រប់គ្រងការស្នាក់នៅតាមទីតាំងរស់នៅប្រមូលផ្ដុំក្នុងដែនសមត្ថកិច្ចរបស់ខ្លួនមាត្រា7អភិបាលនៃគណៈអភិបាលរាជធានីខេត្តក្រុងស្រុកខណ្ឌមានភារកិច្ចដឹកនាំការងារគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំអភិបាលនៃគណៈអភិបាលរាជធានីខេត្តក្រុងស្រុកខណ្ឌអាចតម្រូវឲ្យប្រធានអង្គភាពឬអ្នកគ្រប់គ្រងឬអ្នកតំណាងនៃទីតាំងរស់នៅប្រមូលផ្ដុំផ្ដល់បញ្ជីឈ្មោះអ្នកស្នាក់នៅនិងឯកសារសម្គាល់ការស្នាក់នៅនិងឬឯកសារផ្សេងពាក់ព័ន្ធនឹងការរស់នៅតាមទីតាំងរស់នៅប្រមូលផ្ដុំជូនសមាជិកពាក់ព័ន្ធលើការងារគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមការកំណត់មាត្រា8ស្នងការនគរបាលរាជធានីខេត្តនិងអធិការដ្ឋាននិងអធិការនគរបាលក្រុងស្រុកខណ្ឌត្រូវធ្វើជាសេនាធិការជូនអភិបាលនៃគណៈអភិបាលរាជធានីខេត្តក្រុងស្រុកខណ្ឌរៀបចំផែនការនិងដឹកនាំគ្រប់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់អនុវត្តផែនការការងារត្រួតពិនិត្យរដ្ឋបាលដើម្បីរក្សាសន្តិសុខសុវត្ថិភាពនៅតាមទីតាំងរស់នៅប្រមូលផ្ដុំក្នុងដែនសមត្ថកិច្ចរបស់ខ្លួនមាត្រា9ស្នងការនគរបាលរាជធានីខេត្តនិងអធិការនគរបាលក្រុងស្រុកខណ្ឌត្រូវធ្វើការណែនាំដល់ប្រធានអង្គភាពឬម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំក្នុងការផ្ដល់របាយការណ៍អំពីចំនួនអ្នកស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្ដុំរបស់ខ្លួនឲ្យបានទៀងទាត់តាមពេលកំណត់ស្នងការនគរបាលរាជធានីខេត្តនិងអធិការនគរបាលក្រុងស្រុកខណ្ឌមានសមត្ថកិច្ចរៀបចំផែនការចុះត្រួតពិនិត្យគុណភាពប្រព័ន្ធការពារសន្តិសុខសុវត្ថិភាពនៃទីតាំងរស់នៅប្រមូលផ្ដុំដើម្បីធានាឲ្យបាននូវសន្តិសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលស្នាក់នៅតាមទីតាំងនោះមាត្រា10ស្នងការនគរបាលរាជធានីខេត្តនិងអធិការនគរបាលក្រុងស្រុកខណ្ឌមានសិទ្ធិកំណត់ឲ្យគ្រឹះស្ថានឯកជននិងឬភ្នាក់ងារផ្ដល់សេវាសន្តិសុខឯកជនដែលទទួលខុសត្រូវក្នុងការផ្ដល់សេវាសន្តិសុខនៅក្នុងទីតាំងរស់នៅប្រមូលផ្ដុំត្រូវផ្ដល់កិច្ចសហការរាយការណ៍ពីមុខសញ្ញាសង្ស័យដែលអាចនឹងបង្កគ្រោះថ្នាក់និងឬមុខសញ្ញាដែលមានការចង្អុលបង្ហាញពីអាជ្ញាធរមានសមត្ថកិច្ចអាជ្ញាធរមានសមត្ថកិច្ចត្រូវសហការជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងការចុះត្រួតពិនិត្យគុណភាពប្រព័ន្ធការពារសន្តិសុខសុវត្ថិភាពនៅតាមទីតាំងរស់នៅប្រមូលផ្ដុំឲ្យបានទៀងទាត់តាមពេលកំណត់មាត្រា11ការរៀបចំប្រព័ន្ធការពារសន្តិសុខសុវត្ថិភាពនៃទីតាំងរស់នៅប្រមូលផ្ដុំត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជំពូកទី4កាតព្វកិច្ចក្នុងការចូលរួមគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំមាត្រា12ប្រធានអង្គភាពឬម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំមានកាតព្វកិច្ចដូចខាងក្រោម1កត់ត្រាអ្នកស្នាក់នៅទាំងអស់ចូលក្នុងបញ្ជីទៅតាមទម្រង់ជាក្រដាសនិងឬទម្រង់ជាអេឡិចត្រូនិកដែលកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ចបញ្ជីឈ្មោះអ្នកស្នាក់នៅអាចកត់ត្រាដោយដៃនិងឬដោយប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននិងផ្ដល់បញ្ជីឈ្មោះអ្នកស្នាក់នៅទៅអាជ្ញាធរមានសមត្ថកិច្ចតាមការកំណត់2រាយការណ៍អំពីការប្រែប្រួលអ្នកស្នាក់នៅក្នុងទីតាំងរបស់ខ្លួនគ្រប់គ្រងដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់3
សហការនឹងបង្កលក្ខណៈងាយស្រួលក្នុងការអនុវត្តភារកិច្ចចុះត្រួតពិនិត្យរដ្ឋបាលរបស់អាជ្ញាធរមានសមត្ថកិច្ចតាមការកំណត់មាត្រា13ម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំត្រូវរាយការណ៍អំពីវត្តមានស្នាក់នៅបណ្ដោះអាសន្នរបស់ជនបរទេសក្នុងទីតាំងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួនក្នុងរយៈពេល24ម៉ោងយ៉ាងយូរដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ឬមន្ត្រីនគរបាលមានសមត្ថកិច្ចមាត្រា14ម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំមុននឹងអនុញ្ញាតឲ្យជនបរទេសស្នាក់នៅក្នុងទីតាំងស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួនត្រូវឲ្យជនបរទេសផ្ដល់ឯកសារបញ្ជាក់អំពីសិទ្ធិស្នាក់នៅស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជាម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំមិនត្រូវអនុញ្ញាតឲ្យជនបរទេសដែលចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្ដុំដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួនឡើយមាត្រា15ជនបរទេសអន្តោប្រវេសន៍ឬអ្នកតំណាងដែលមានប្រកាសទទួលស្គាល់ដោយក្រសួងមហាផ្ទៃនិងទទួលបានប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍មានសុពលភាពមានកាតព្វកិច្ចរាយការណ៍ដើម្បីចុះបញ្ជីស្នាក់នៅក្នុងរយៈពេលយ៉ាងយូរ48ម៉ោងស្របតាមច្បាប់ឬលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានជនបរទេសក្រៅពីប្រភេទជនបរទេសអន្តោប្រវេសន៍ខាងលើដែលស្នាក់នៅតាមទីតាំងរស់នៅប្រមូលផ្ដុំត្រូវចុះបញ្ជីស្នាក់នៅតាមច្បាប់ឬលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានមាត្រា16ម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំត្រូវផ្ដល់ប្លង់ប្រព័ន្ធសន្តិសុខសុវត្ថិភាពនៃអគារស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្ដុំដែលស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួនដល់អាជ្ញាធរមានសមត្ថកិច្ចតាមការស្នើសុំម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំត្រូវថែរក្សាឲ្យបានម៉ត់ចត់នៅគុណភាពប្រព័ន្ធសន្តិសុខសុវត្ថិភាពនៃអគារស្នាក់នៅនិងឬបរិវេណនៃទីតាំងរស់នៅប្រមូលផ្ដុំឲ្យបានត្រឹមត្រូវតាមនិយមបច្ចេកទេសម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចក្នុងការកែលម្អប្រព័ន្ធការពារសន្តិសុខមាត្រា17ភ្នាក់ងារសន្តិសុខឯកជនត្រូវមានកាតព្វកិច្ចត្រួតពិនិត្យសហការនិងរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចឬប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ក្នុងដែនសមត្ថកិច្ចអំពីសកម្មភាពល្មើសឬជនសង្ស័យដែលមាននៅតាមទីតាំងរស់នៅប្រមូលផ្ដុំដែលស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួនម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំឬក្រុមហ៊ុនផ្ដល់សេវាសន្តិសុខឯកជននិងឬភ្នាក់ងារសន្តិសុខឯកជនត្រូវចូលរួមសហការអនុវត្តដោយការទទួលខុសត្រូវជំពូកទី5ការរក្សាទុកនិងការប្រើប្រាស់ទិន្នន័យក្នុងកាមេរ៉ាសុវត្ថិភាពមាត្រា18ទិន្នន័យទាំងស្រុងដែលមាននៅក្នុងកាមេរ៉ាសុវត្ថិភាពក្នុងទីតាំងរស់នៅប្រមូលផ្ដុំត្រូវរក្សាទុកក្នុងរយៈពេលយ៉ាងតិច90ថ្ងៃដើម្បីជូនមន្ត្រីមានសមត្ថកិច្ចតាមការស្នើសុំទិន្នន័យក្នុងបញ្ជីកំណត់ត្រាចេញចូលនៃការស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្ដុំត្រូវរក្សាទុកក្នុងរយៈពេលយ៉ាងតិច1ឆ្នាំដើម្បីជូនមន្ត្រីមានសមត្ថកិច្ចតាមការស្នើសុំជំពូកទី6ទណ្ឌកម្មមាត្រា19ម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំដែលធ្វេសប្រហែសខកខានមិនបានបំពេញកាតព្វកិច្ចដោយមានចែងនៅក្នុងមាត្រា16នៃអនុក្រឹត្យនេះត្រូវផាកពិន័យជាប្រាក់400,000រៀលដោយមិនទាន់គិតដល់ព្យាសនកម្មដែលកើតឡើងពីការធ្វេសប្រហែសនេះឡើយមាត្រា20ម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំដែលមានចេតនាលាក់បាំង
និងអនុញ្ញាតឲ្យជនបរទេសដែលចូលមកប្រជាណាចក្រកម្ពុជាដោយខុសច្បាប់ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួនត្រូវផាកពិន័យជាប្រាក់ចំនួន4លានរៀលសម្រាប់ជនបរទេសម្នាក់ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយមាត្រា21អាជ្ញាធរមានសមត្ថកិច្ចដែលមិនបានបំពេញតួនាទីរបស់ខ្លួនដោយស្មោះត្រង់មានចេតនាលាក់បាំងជនបរទេសដែលចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ឲ្យស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្ដុំណាមួយក្នុងដែនសមត្ថកិច្ចរបស់ខ្លួនត្រូវទទួលរងទណ្ឌកម្មវិន័យបណ្តេញចេញពីក្របខ័ណ្ឌការងារដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយមាត្រា22បែបបទនិងនីតិវិធីនៃការផាកពិន័យត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុថ្ងៃច័ន្ទ2រោចខែបុស្សឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ធ្វើនៅរាជធានីភ្នំពេញថ្ងៃទី5ខែមករាឆ្នាំ2026នាយករដ្ឋមន្ត្រីហត្ថលេខានឹងត្រាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតខ្ញុំកាលណាខ្ញុំសូមអនុញ្ញាតសង្ខេបត្រឹមប៉ុណ្ណេះសូមអនុញ្ញាតបញ្ចប់សូមក្រាបថ្វាយបង្គំលានិងសូមគោរពលា